គៀបសង្វិចស្រួយស្រាប់បែបនេះអាចធ្វើជាអាហារពេលព្រឹកក៏បានអាហារសម្រន់ក៏បានអាចញ៉ាំទាំងកូនតូចទាំងកូនធំញ៉ាំជាលក្ខណៈគ្រួសារក៏បាននេះផ្លែជាងរាល់ដងសាមញ្ញតែរសជាតិឆ្ងាញ់ខ្ញុំមានជាប្រភេទគ្រីមអាម៉ុនទឹកសូកូឡាហើយជាមួយនឹងផ្លែចេកធ្វើគឺទៅរៀបនំប៉័ងបែបនេះខ្ញុំយកគ្រីមអាម៉ុនយកមកបៀកទៅលើនំប៉័ងតែម្ដងអាម៉ុនគាត់បើកកែវមកគឺចាស់ក្លិនឡើងឈ្ងុយគ្រីមអាម៉ុនក្មេង6ខែរហូតដល់ធំអាចញ៉ាំបានរសជាតិគេឆ្ងាញ់ផ្អែមរៀងឡមហើយគឺសម្បូរវីតាមីនសារធាតុចិញ្ចឹមច្រើនសម្រាប់ទី2នេះគឺខ្ញុំប្រើប្រាស់ជាមួយទឹកសូកូឡាក្មេង10ខែទៅញ៉ាំបានទឹកសូកូឡារបស់កូរ៉េទាំងទឹកសូកូឡាទាំងគ្រីមអាម៉ុនចាអត់ផ្អែមពេកអត់ប៉ះពាល់ដល់កូនទេសុទ្ធតែជំនួយគីឡូកូនទៀតសង្វិចគៀបអត់មានម៉ាស៊ីនគៀបមិនកើតនេះគឺខ្ញុំប្រើប្រាស់ម៉ាស៊ីនគៀបសង្វិចនេះបងខនាតតូចប៉ុន្តែអូយគុណភាពអែមហួរលក្ខណៈពិសេសរបស់ម៉ាស៊ីនគៀបនេះដោយសារមុខគេជ្រៅចាហើយរូបរាងគេស្អាតបងមើលចាក់ស្ដែងគឺស្អាតខ្លាំងហើយគឺយើងអាចលក្ខណៈពិសេសមួយទៀតគឺយើងអាចចៀនហតដកចៀនបន្លែចៀនពងមាន់អីនៅក្នុងនឹងបានបើសិនជាយើងចង់ដាក់អីផ្សេងថែមទៀតយ៉ាងទៀតវាឆាប់ក្តៅអញ្ចឹងឆាប់បានញ៉ាំសម្រាប់បងដែលគាត់មានកូនតូចឬក៏យើងអាចគៀបញ៉ាំជាលក្ខណៈគ្រួសារគឺអែមហ្មងចាអត់ត្រូវការចំណាយទិញអីញ៉ៃទេហើយនេះបងមើលបានគឺឆ្អិនណៃឃើញអត់ឡើងស្រួយស្រាប់ហ្មងមិនហ្នឹងគឺខ្ញុំដាក់3 snol ទី1គឺខ្ញុំដាក់ទឹកសូកូឡាទី2ដាក់គ្រីមអាម៉ុនទី3គឺចេកនេះបងមើលនេះគឺចេកពេលខ្ញុំកាត់ទៅហើយមើលគ្រាន់តែសលេងបងស្តាប់មើលសលេងស៊ីនគេឡើងស្រួយហ្មងហើយសម្រាប់ខាងនេះវិញគឺជាប្រភេទទឹកសូកូឡាបងមើលខាងក្នុងខ្ញុំបើកមើលហ្មងពេលដែលយើងគៀបហើយនេះគឺជាប្រភេទគ្រីមអាម៉ុនហើយអត់ផ្លេចទេជាមួយនឹងយ៉ាអ៊ូដាក់បន្ថែមយ៉ាអ៊ូឲ្យកូនមួយកែវនិយាយទៅអូនសុញញ៉ាំជាប្រចាំខ្ញុំក៏បន្ថែមជាមួយទឹកសូកូឡានៅខាងក្រៅទៅឲ្យអូនញ៉ាំដាក់សមួយស្លាបព្រាទុកឲ្យគាត់ចាប់ញ៉ាំខ្លួនឯងការធ្វើសង្វិចឲ្យកូនញ៉ាំយើងអាចធ្វើជំនួសអាហារមួយពេលឬក៏យើងអាចធ្វើជាអាហារពេលព្រឹកឲ្យគាត់ញ៉ាំឬក៏អាហារសម្រន់ពេលគាត់ងើបពីគេងបែបនេះអញ្ចឹងឆ្លាស់មុខមនុយជាប្រចាំឲ្យកូនញ៉ាំពិតជាសំខាន់មែនតើដើម្បីឲ្យកូនគាត់ញ៉ាំបានរហូតអត់តលាន់គាត់ទទួលបានរសជាតិថ្មីប្លែកសម្បូរសារធាតុចិញ្ចឹមល្អទៅលើចំណីអាហារដែលយើងដាក់ឲ្យគាត់ញ៉ាំទាំងគ្រឿងទេសនិងសម្ភារៈប្រើប្រាស់ជាម៉ាស៊ីនគៀបអីហ្នឹងគឺខ្ញុំមានលក់នៅក្នុង page របស់ខ្ញុំផ្ទាល់សម្រាប់ម៉ាក់ដែលចាប់អារម្មណ៍អាចឆាតចូល page បានណាអរគុណ